ចាសួស្តីបងអូនទាំងអស់គ្នាឥឡូវបន្ទាប់ពីយើងចុះពីលើភ្នំបូកគោមកវិញយើងបន្តដំណើរកំសាន្តទៅខាងទឹកឈូកពតហើយនេះគឺរូបអ្នកម៉ាក់ជាមួយនឹងប្អូនប្រុសជាមួយនឹងប៉ារបស់នាងខ្ញុំមកបងអូនយើង selfie ក្នុងឡានទុកមើលជាអនុស្សាវរីយ៍ចឹងទៅដែលថាយើងមកលេងជុំគ្នាមួយម៉ាក់មួយប៉ាអញ្ចឹងណាអញ្ចឹងមុននឹងយើងទៅកពតយើងចុះថតរូប4 10ប៉ុស្តិ៍ទុកមើលកន្លែងខ្លោងទ្វារដែលយើងឡើងទៅភ្នំបូកគោហ្នឹងណាបងអូនទុកមើលជាអនុស្សាវរីយ៍ដែលយើងបានមកដើរលេងជុំគ្រួសារអញ្ចឹងព្រោះយើងមិនងាយនឹងមានពេលមកទេព្រោះថាយើងសិតតែរវល់រៀងខ្លួនអញ្ចឹងណាអញ្ចឹងយើងបានមកដល់ហើយយើងក៏ថតរូបជុំគ្នាទុកមើលទៅអញ្ចឹងពេលដែលយើងមកដល់កពតក៏ដល់ម៉ោងបាយថ្ងៃល្មមអញ្ចឹងយើងក៏កំងមហូប2 3មុខដែលបងប្អូនបានឃើញហ្នឹងណាហើយនិយាយពីទេសភាពវិញបងអូនទាំងអស់គ្នាហើយលក្ខណៈថាគឺស្រស់ស្រាយខ្លាំងមែនតែនមានដើមឈើមានភ្នំមានទឹកធ្លាក់បែបធម្មជាតិហ្មងបងអូនទាំងអស់គ្នាហើយពេលខ្យល់មកគឺត្រជាក់ស្រួលខ្លាំងមែនតែនស្រស់ស្រាយបាត់ stress អស់ហ្មងបងអូនអញ្ចឹងវីដេអូថ្ងៃនេះគឺអត់មានអីច្រើនទេអរគុណមែនតែនសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំជំរាបលាបងអូន